សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមានប្រធានបទមួយចង់តែម្ដងជូននៅប្រកាសរបស់ក្រសួងសេដ្ឋកិច្ចលេខ962សហវប្រកអពដចុះនៅថ្ងៃទី19ខែ11ឆ្នាំ2025ស្ដីអំពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរាល់សហគ្រាសដែលធ្វើការដាំដុះផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញនៅស្រូវអង្ករពោតសណ្ដែកម្រេចដំឡូងមីគ្រាប់ស្វាយចន្ទីជ័រកៅស៊ូមានប៉ៃលិនស្វាយចេកការចិញ្ចឹមសត្វវារីបបកម្មនិងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនិងទទួលបានការអនុគ្រោះដូចខាងក្រោមទី1ការព្យួរទុកការបង់ពន្ធអបបរមាទី2ព្យួរទុកការបង់ប្រាក់សម្រាប់ពន្ធឬប្រាក់ចំណូលទី3រួចផុតកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ចំពោះបុគ្គលដែលផ្គត់ផ្គង់សេវាមិនស្ថិតនៅក្នុងរបបស្វ័យប្រកាសសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងមកក្រុមការងារក្រុមហ៊ុន Dynamic Accounting Service សូមអរគុណ